ឥឡូវនេះខ្ញុំបន្តនៅរឿងរ៉ាវមួយទៀតដែលតាក់ទិនទៅនឹងករណីបាទរថយន្តដឹកឈើលើសចំណុះបណ្ដោយបាក់ស្ពាននៅឯតាកែនកោះស្លាបាទកន្លងមកនេះម្សិលមិញយើងរៀបរាប់ម្សិលហើយថាករណីនេះវាពាក់ព័ន្ធទៅនឹងលោកផ្កាយមួយបាទដែលជាមន្ត្រីយោធាមានអំណាចម្នាក់បាទប្រចាំនៅតំបន់ស្រែខ្លងបាទប៉ុន្តែថ្ងៃនេះបាទគឺមានអ្នកដែលចេញបំភ្លឺហើយបាទចេញបំភ្លឺថាបាទមិនមានមន្ត្រីណាមន្ត្រីយោធាមន្ត្រីជាន់ខ្ពស់ណាពាក់ព័ន្ធទៅនឹងករណីដឹកជញ្ជូនឈើបណ្ដាលឲ្យបាក់ស្ពាននោះទេបាទយើងទទួលបានសេចក្តីបំភ្លឺពីបញ្ជាការដ្ឋានការពារកោះឆ្នេរបាទបំភ្លឺថាគ្មានមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ត្រីពាក់ព័ន្ធក្នុងករណីរថយន្តដឹកឈើបណ្ដាលឲ្យបាក់ស្ពានស្ទឹងកោះស្លានោះទេលោកវីរៈនាវាឯកតូចសំនៀងនៃការិយាល័យទី2បញ្ជាការដ្ឋានការពារកោះឆ្នេរបាទស្រែខ្លងបានបំភ្លឺការពីរសៀលថ្ងៃទី19បាទខែកុម្ភៈថាករណីរថយន្តដឹកឈើបណ្ដាលឲ្យបាក់ស្ពានឆ្លងស្ទឹងកោះស្លាចម្ងាយប្រមាណជាង1គីឡូម៉ែត្រពីសាលាឃុំតាកែស្រុកឈូកខេត្តកំពតពុំមានពាក់ព័ន្ធជាមួយមន្ត្រីយោធាជាន់ខ្ពស់ថ្នាក់ឧត្តមសេនីយ៍ត្រីណាម្នាក់នោះឡើយប្រសិនបើមានអង្គភាពនឹងចាត់វិធានការទៅតាមផ្លូវច្បាប់បាទលោកវីរៈនាវាឯកបញ្ជាក់ថាបន្ទាប់ពីមានការចោទប្រកាន់ថាមានមន្ត្រីយោធាថ្នាក់ផ្កាយមួយនៃបញ្ជាការដ្ឋានកោះឆ្នេរមានពាក់ព័ន្ធនឹងរឿងរថយន្តដឹកឈើខុសច្បាប់ចេញពីខេត្តកំពង់ស្ពឺទៅខេត្តកំពតបណ្ដាលឲ្យបាក់ស្ពាននោះក៏មានការស្រាវជ្រាវដោយការិយាល័យជំនាញរបស់បញ្ជាការដ្ឋាននិងបញ្ជាក់ថាពុំមានដោយការចោទប្រកាន់នោះទេសូមរំលឹកផងថាដែលថាការពីរំលងអាត្រិតឈានចូលថ្ងៃទី15ខែកុម្ភៈកន្លងមកនេះនៅស្ពានស្ទឹងកោះស្លាក្នុងភូមិស្រកានៀកឃុំតាកែនស្រុកឈូកខេត្តកំពតមានរថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿងឆ្លងកាត់បណ្ដាលឲ្យបាក់ស្ពានលើទៅមុខលេរួចដែលបង្កឡើងដោយរថយន្តម៉ាហ៊ីយ៉ាន់ដាយចំណុះ8តោនពាក់ស្លាកលេខភ្នំពេញ 3B5745 បន្ទាប់មករថយន្តត្រូវបាននាំយកទៅស្នាក់ការរដ្ឋបាលព្រៃឈើកំពតធ្វើការវាស់វែងឃើញមានឈើសរុបចំនួន84ដុំស្មើនឹងជាង18ម៉ែត្រគីបក្នុងនោះធ្នង់មាន40ដុំស្មើនឹងជាង1ម៉ែត្រគីបម្រេចមាន44ដុំស្មើនឹង16ម៉ែត្រគីបបាទសូមបញ្ជាក់ថាស្ពានស្ទឹងកោះស្លាដែលបាក់នោះត្រូវបានជួសជុលឡើងវិញហើយបាទហើយម្ចាស់រថយន្តក៏បានចូលខ្លួនបងផាកពិន័យទៅតាមច្បាប់ផងដែរឥឡូវនេះគេជួសជុលឲ្យបងប្អូនបាទគាត់ធ្វើដំណើរឡើងវិញហើយប៉ុន្តែអ្វីដែលមានការងឿងឆ្ងល់បាទដែលក្បួនរថយន្តដឹកឈើនេះវាទាំងអស់វាមាន3គ្រឿងចា៎បាទ2គ្រឿងនោះវាទៅបានដោយរលូនទៅហើយបាទតែដែលឡែកមួយគ្រឿងនេះវាទៅអត់រួចដោយសារស្ថានភាពអា2គ្រឿងហ្នឹងវាធន់ធ្ងរដែរវារៀងធត់តិចទៅដល់ពេលឆ្លងផុតអាទី2នេះឆ្លងទៅទៀតរៀងធត់តិចទៅអាទី3មកនៅនឹងបាទมันអាចទៅណារួចបានទេឥឡូវនេះលោកតូចសំនៀងដែលជាលោកវីរៈនាវាឯកតូចសំនៀងដែលជានាយការិយាល័យទី2បញ្ជាការដ្ឋាននៃកោះឆ្នេរស្រែខ្លងនេះគាត់បានចេញលិខិតបដិសេធថាមិនជាប់ពាក់ព័ន្ធជាមួយនឹងឧត្តមសេនីយ៍ផ្កាយមួយយោធាណាទេបាទអត់មានទេបាទអញ្ចឹងសូមឲ្យបងប្អូនក៏មានការភ័ន្តច្រឡំប៉ុន្តែអ្វីដែលមានការងឿងឆ្ងល់នោះចំពោះបាទឈ្មោះដែលដឹកឈើនេះបាទឈ្មោះដែលបានដឹកឈើនេះបែរជាអាជ្ញាធរឲ្យចូលខ្លួនបងពិន័យទៅតាមច្បាប់បាទតាមច្បាប់ទៅវិញបាទមានន័យថាតាមច្បាប់អន្តរកាលរបស់ច្បាប់ព្រៃឈើនិងការដឹកជញ្ជូនឈើហ្នឹងបាទនេះហើយគឺជាព័ត៌មានដែលយើងបានផ្សាយម្សិលមិញបាទដែលតាក់ទិនជាមួយនឹងថ្នាក់ឧត្តមសេនីយ៍ផ្កាយមួយម្នាក់បាទពាក់ព័ន្ធទៅនឹងករណីដឹកឈើនេះហើយខ្ញុំបានរៀបរាប់ជាច្រើនបាទដែលតាក់ទិនទៅនឹងតលហេកដំបងបាទដែលបានឈានទៅដល់បណ្ដាលឲ្យមានការបាក់ស្ពានបាទទើបព្រឹកនេះបាទយើងទទួលបានលិខិតមួយពីបញ្ជាការដ្ឋានកោះឆ្នេរបាទគាត់បំភ្លឺបាទឲ្យ NTV នេះក៏បំភ្លឺជូនគាត់វិញដែរព្រោះអីព័ត៌មានខ្លះយើងមិនអាចទៅតតាំងឬក៏ជជែកបានជាមួយនឹងអាជ្ញាធរទេបាទអត់អាចទេបាទយើងបានរៀបរាប់តាក់ទិនទៅនឹងករណីដឹកឈើមានជាប់ពាក់ព័ន្ធជាមួយនឹងនាយខណ្ឌរដ្ឋបាលព្រៃឈើពាក់ព័ន្ធជាមួយនឹងមន្ត្រីមន្ទីរប្រឆាំងបទល្មើសផ្សេងក៏ដូចជាមន្ទីរស្រាវជ្រាវបាទកងរាជអាវុធហត្ថខេត្តឬក៏ផ្ទៃប្រទេសហ្នឹងសមមិញក៏យើងបានរៀបរាប់ខ្លះៗដែរ
bà ngàyនេះគាត់បំភ្លឺបាទគាត់ភ្លឺយើងភ្លឺជូនគាត់បាទយើងអត់ទុកទេ